សួស្តីអ្នកទាំងអស់គ្នាតោះឥឡូវយើងមកបន្តទៅការផ្សាយរឿងរបស់យើងបន្តទៀតហ្នឹងហើយដោយសារតាគ្នាយើងនៅខាងក្រុម VIP គាត់បាន vote ចំនួន2រឿងដែលខ្ញុំដាក់ឲ្យ vote ទី1គឺរឿង System DC ទី2គឺរឿង Linker ឥឡូវដោយសារគ្នាយើង vote បាន Linker ហើយគឺចូលមក Linker នឹងឯងហើយថ្ងៃនេះខ្ញុំសូមនិយាយម្ដងទៀតចោះគឺឥឡូវហ្នឹងសម្រាប់ក្រុម VIP របស់យើងលើសវីដេអូ2ប៉ុន្តែប្រហែលជាអាទិត្យហ្នឹងអាចនឹងលើសមួយទៀតអីចឹងមិនអាចនឹងលើសគឺនឹងលើសពីមួយអាទិត្យទៅមួយអាទិត្យវាវីដេអូលើសតអញ្ចឹងណាហើយអ្នកនរគ្នាអាច vote រឿងបានតែដាក់តាមរឿងដែលខ្ញុំដាក់មិនមែនតែអ្នកគ្នា recommend រឿងឲ្យខ្ញុំធ្វើទេណាគាត់តែប្រាប់ឲ្យហើយបើសិនជាអ្នកគ្នាចង់តាក់ទងមកកាន់ខ្ញុំចាំខ្ញុំតម្លាក់ user Telegram របស់ខ្ញុំឲ្យឬក៏ link ដែលអ្នកគ្នាអាចចូលក្នុងក្រុមទូទៅនិយាយគ្នាលេងហ្នឹងឆាតមកខ្ញុំដោយផ្ទាល់មកទៅហើយពេលអ្នកគ្នាឆាតមកខ្ញុំអ្នកគ្នាប្រាប់ចំមកអ្នកគ្នាថាអ្នកគ្នាចង់ចូលក្រុម Manva ឬក៏ក្រុម Fang Yuan ព្រោះខ្ញុំមានក្រុម VIP 2ទី1ក្រុម VIP Fang Yuan ដែលមានរឿងច្រើនរឿង Fang Yuan សុទ្ធហ្នឹងតែវាច្រើនតែបើថាក្រុម Manva នេះឥឡូវហ្នឹងនៅខ្ញុំចាប់ដើមវារៀងតិចឡើយទេអូខេតើឥឡូវយើងកុំប្រម៉ូទរឿងច្រើនពេកយើងតទៅកាន់ខ្សែរឿងរបស់យើងមកទៅបើអ្នកនរគ្នាអត់តន់ច្បាស់ទេអ្នកនរគ្នាអាចមើលរឿងភាសាដើមមកវិញតែឥឡូវខ្ញុំសម្រាប់ក៏មានការភ្លេចភ្លាំងខ្លះដែរអញ្ចឹងសង្ឃឹមអ្នកនរគ្នាអធិស្ឋានអូខេចូលមកកាន់ខ្សែរឿងរបស់យើងនេះឃើញថាមានការ vote សម្រាប់ការ vote នេះគឺសង្គ្រាមរវាង Thousand Autumn ជាមួយនឹង Penumbra នឹងឯងហើយក្នុងការ vote មាន អនុញ្ញាតឲ្យបន្តសង្គ្រាមឬក៏ទេហើយឃើញថាមិនអនុញ្ញាតឲ្យមានសង្គ្រាមហ្នឹងឡើង72%ទៅហើយអនុញ្ញាតហ្នឹងមានតែ28%តែប៉ុណ្ណោះប៉ុន្តែសម្រាប់មនុស្សម្នាដែលបាននិយាយគ្នាហ្នឹងគឺឃើញថាពួកគេសុទ្ធតែចង់ឲ្យបន្តទេដោយសារតែភ្នំបារាជាអ្នកដែលប្រយុទ្ធចិត្តតែឈ្នះហើយហ្នឹងឥឡូវមិនបានជាឲ្យបញ្ឈប់សង្គ្រាមត្រឹមប៉ុណ្្នឹងវិញគឺផ្អាកសង្គ្រាមឥឡូវនេះធានណាកំពុងតែនិយាយគ្នាជាមួយនឹងគ្នារបស់គេផងដែរឃើញថាពួកគេពិតជាយកឈ្នះបានច្រើនប៉ុន្តែគិតសពទៅសមាជិកសំខាន់របស់ Thousand Autumn ហ្នឹងមិនសូវបានបាក់ច្រើននោះទេប៉ុន្តែបើខាង Penumbra ហ្នឹងគឺរៀងធ្លាក់ level ក៏បាត់បង់ item បាត់បង់អីអញ្ចឹងទៅប៉ុន្តែគ្រាន់ថាចំណុចល្អហ្នឹងគឺពួកគេចាប់បានទីតាំងល្អដែលអាចផ្ដាច់ស្បៀងរបស់ Thousand Autumn បានហើយពេលហ្នឹងផងណាក៏ឃើញថាគ្នារបស់ពួកគេ4នាក់នោះមកលបហ្នឹងមកចង់ទទួលរង្វាន់ហើយដែលពួកគេធ្វើតាម Linker បានប្រាប់នឹងឯងហើយបន្ទាប់ពីឃើញរង្វាន់ហើយសប្បាយចិត្តខ្លាំងមែនតើក៏អរគុណទៅកាន់ពួកគេនឹងផងដែរធានាសួរដែរថានៅបន្តចូលក្រុមរបស់ពួកគេអត់ព្រោះឃើញថាប៉ះពាល់ជាមួយនឹង Thousand Autumn ទៅហើយតែពួកគេប្រាប់ថាអត់ទេតាំងចាប់ពីប៉ុណ្្នឹងទៅគឺពួកគេនឹងឈប់ហើយពួកគេនឹងទៅរស់នៅជីវិតរបស់ពួកគេវិញខ្លះយកទៅជួយម្ដាយឪពុកដែលមានជំងឺខ្លះទៅក៏យកទៅផ្គត់ផ្គង់ជីវភាពអីអញ្ចឹងទៅព្រោះអីហ្គេមនេះគ្រាន់តែមួយផ្នែកនៃជីវិតរបស់ពួកគេតែប៉ុណ្ណោះធានាឃើញអញ្ចឹងទៅក៏រៀងសប្បាយចិត្តចំនួនពួកគេដែរខ្សែរឿងរបស់យើងក៏បានកាត់មកកន្លែង Linker របស់យើងពេលនេះកំពុងតែនិយាយគ្នាជាមួយនឹង Gear Master Unrivaled Blue Cloud ឃើញថាអាប៉ានោះគេនិយាយទៅពាក់ព័ន្ធអំពីសង្គ្រាមហ្នឹង Linker គេអរគុណដែលខាង Unrivaled Blue Cloud ហ្នឹងចូលជួយអីអញ្ចឹងទៅប៉ុន្តែប៉ានោះគេថាមិនអីទេក៏ដោយសារតែ Linker ហ្នឹងគេល្អគេអីដែរអីអញ្ចឹងទៅដល់ពេលនិយាយចប់ទៅក៏បានបិទរួចមកគេហ្នឹងបាននិយាយជាមួយនឹង Stillwater វិញម្ដង Stillwater បាននិយាយគ្នាជាមួយនឹង Linker ពាក់ព័ន្ធមួយអាប៉ាហ្នឹងដំបូងឡើយគេបញ្ជូនសារដែរសុំឲ្យជួយក្នុងការបញ្ជូនសង្គ្រាមហ្នឹងតែអាប៉ាហ្នឹងដូចជាមិនបានជួយអីសោះរហូតតែ Linker ហ្នឹងគេនិយាយបានជាអាប៉ាហ្នឹងគេជួយអីអញ្ចឹងទៅហើយ Linker គេថាដោយសារតែគាត់ហ្នឹងគឺជា Gear Master ដែរធ្វើអីមួយវាអាចប៉ះពាល់ជាមួយនឹងសមាជិករបស់ខ្លួនវាពិបាកខ្លាំងណាស់ចឹងហើយគឺត្រូវតែសម្រេចឲ្យបានត្រឹមត្រូវហើយបើពាក់ព័ន្ធអំពី Depraved Squirrel ហើយនឹង Sawyer នោះវិញ Linker ហ្នឹងគេដោយសារគេជួយដែរទេគេប្រាប់ថាថ្ងៃអនាគតទៅបើសិនជាចង់បង្កើត Wolfang សាថ្មីគេនឹងជួយតោះអញ្ចឹងទៅបានជា Depraved Squirrel ហ្នឹងគេបានជួយអីអញ្ចឹងទៅហើយខាង Divine Wolf White Skill Lead Master ហ្នឹងគឺអាប៉ាហ្នឹងឯងចំណែក Stillwater ពេលដែលគេមើលតែកាន់ Linker អញ្ចឹងក៏គេរៀងសរសើរផងដែរថាគេហ្នឹងកាន់តែរីកចម្រើនទៅហើយរួចមកទៀតហ្នឹង Stillwater ក៏សួរដែរបាន Sawyer ហ្នឹងជួយដោយសារអីទៅតែ Linker គេនិយាយថាអត់ទេវាគឺជារឿងសម្ងាត់ព្រោះឯពេលហ្នឹងគេនិយាយអីទេធ្វើឲ្យ Sawyer ហ្នឹងនាងរៀងគិតច្រឡំគិតអីទៅបែបស្នេហាអញ្ចឹងរួចមក Linker ហ្នឹងក៏ប្រាប់ពាក់ព័ន្ធអំពីសង្គ្រាមគួរតែត្រៀមខ្លួនឲ្យហើយទៅបើសិនជាមានតង់ទី2នោះ Stillwater ក៏សួរពាក់ព័ន្ធអំពី Nalo វិញម្ដងយ៉ាងម៉េចយ៉ាងម៉ាហើយLinker ហ្នឹងក៏បាននិយាយជាមួយនឹងគេដោយសារតែខាងរាងកាយរបស់ Nalo នៅក្នុង game ហ្នឹងតួរបស់គេហ្នឹងត្រូវបានអ្នកដទៃលេងទៅវិញអាហ្នឹងវាអាចលើសច្បាប់ទៅទៀតនិយាយទៅសម្រាប់ game Heavenland នេះគឺចង់ស្មើជាមួយនឹងពិភពទី2នៃពិភពលោកហើយហ្នឹងអញ្ចឹងវាក៏មានច្បាប់ដែរប៉ុន្តែខាងគ្រួសារ Darrow គឺពួកគេលើសពីច្បាប់ទៅទៀតអញ្ចឹងវាពិបាកនិយាយខ្លាំងណាស់
ហើយបើ Stillwater វិញគេក៏ប្រាប់ដែរថាតកូល Darrow ហ្នឹងគឺគ្រោះថ្នាក់យ៉ាងម៉េចយ៉ាងម៉ាបើសិនជាកំប៉ាស់គឺអាចល្អតែ Lincer គេនិយាយថាគេឲ្យជឿទុកចិត្តគេចោះព្រោះអីគេត្រូវតែជួយ Nalo ហ្នឹងឲ្យបានពីជីវិតមុនរបស់គេគឺជាមនុស្សកណ្ដោយកណ្ដែងប៉ុន្តែបន្ទាប់ពីគេងើបរស់ឡើងវិញហ្នឹងណាគឺគេមានគ្នារបស់គេច្រើនណាស់គេមិនអនុញ្ញាតឲ្យគ្នាឬក៏មិត្តសម្លាញ់របស់គេហ្នឹងទៅដោយបែបហ្នឹងនោះទេលើបែបនេះ Stillwater ហ្នឹងក៏បាននិយាយថាបើអញ្ចឹងគេស្គាល់កន្លែងដែលអាចរកគេឃើញបានហើយអ្នកទាំងអស់គ្នាហ្នឹងក៏សម្រេចចិត្តជួបគ្នានៅខាងក្រៅទៅពេលនេះ Lincer ហ្នឹងគេក៏បានចេញមកជាមួយនឹងដាំភ្លេងរបស់គេផងដែរកូនគៀវហ្នឹងណារួចមកទៀតហ្នឹងក៏ឃើញមនុស្សម្នាក់ចេញពីឡានមកគឺជាធានណានឹងឯង Lincer គាត់ទៅឃើញទៅធ្វើឲ្យគេរៀងភ្ញាក់ព្រោះអីនាងមើលទៅស្អាតបែបសុភាពអីអញ្ចឹងទៅរួចមករាក់ទាក់គ្នាហើយក៏នាំគ្នាទៅកន្លែងដែល Stillwater គេប្រាប់ទៅព្រោះឥឡូវ Stillwater កំពុងតែធ្វើការឡើយទេអញ្ចឹងទៅ Lincer ក៏ថាអូប្រហែលជាអាប៉ែនេះធ្វើការពីព្រឹកទៅល្ងាចហើយរបៀបធ្វើការងារ office អីចឹងណាតែដល់ពេលទៅដល់ឃើញអាគារមួយយ៉ាងធំសួរថាកន្លែងហ្នឹងមិនមែនកន្លែងគេធ្វើការនាងប្រាប់ថានេះគឺជាក្រុមហ៊ុនរបស់គេ Lincer ឡើងភាំងព្រួយតើបើគិតថាគេជាអ្នកធ្វើការ office អីអញ្ចឹងទៅហើយដល់ពេលហើយឃើញថាប៉ិតមែនអាប៉ែហ្នឹងបានបង្ហាញខ្លួនមកហើយជាមួយនឹងរយរបស់គេបើនិយាយអំពីធានណាហ្នឹងវិញគេស្គាល់ Stillwater ហ្នឹងក៏ដោយសារតែឪពុករបស់គេដែរណានេះឪពុករបស់គេមានក្រុមហ៊ុនមួយគេធ្វើការនៅក្រុមហ៊ុនរបស់ឪពុកគេហើយក៏មានតំណែងតំណងជាមួយនឹង Stillwater តាំងពីយូរមកដែរពេលនេះពួកគេបានមកញ៉ាំអីនៅមួយកន្លែងឃើញថាមើលទៅដូចជាញ៉ាំស៊ុបមិននោះទេបន្ទាប់ពីពួកគេញ៉ាំហើយក៏បាននិយាយគ្នាអីអញ្ចឹងទៅសម្រាប់ Stillwater ហ្នឹងគេនិយាយដែរវិធីទី1គឺដោយសារតែឪពុករបស់គេហ្នឹងគឺធ្លាប់ទៅតំបន់ឬក៏វិមានរបស់ត្រកូល Darrow សម្រាប់ត្រកូល Darrow ពួកគេធំខ្លាំងណាស់អញ្ចឹងហើយដល់ថ្នាក់លើអីក៏មិនសូវស្គាល់កន្លែងរបស់ពួកគេដែរគ្រាន់តែឪពុករបស់ Stillwater នេះគឺជាអ្នកមានអញ្ចឹងហើយបានជាពួកគេហ្នឹង invite ឲ្យទៅចូលរួមជាមួយនឹងកម្មវិធីអីអញ្ចឹងទៅគ្រាន់តែពេលទៅហ្នឹងគឺត្រូវបានរុំកណាត់ហ្នឹងនឹងភ្នែកហើយជិះនៅលើយន្តហោះមួយដែលជាយន្តហោះឯកជនណាតែអ្នកនរគ្នាជិះទៅលើកោះអីមួយយ៉ាងនោះទេអញ្ចឹងហើយគេមិនដឹងថាទៅយ៉ាងណាបែបណាឡើយគ្រាន់តែពុករបស់គេធ្លាប់ទៅអញ្ចឹងតែមួយទៀតគឺមានវិធីមួយទៀតសម្រាប់វិធីហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹង device មួយ device ហ្នឹងគឺ electro neural control នឹងឯងអានេះគឺជាក្រុមហ៊ុនបែបប្រផេះមិនមែនខ្មៅទេប៉ុន្តែវាអត់ស្របច្បាប់ទេតែវាក៏មិននេះពេកដែរអាប៉ែហ្នឹងគេប្រាប់ថាគេមានតំណែងតំណងអីចឹងទៅហើយឲ្យ Coco-Lee ហ្នឹងកំពុងតែទៅធ្វើការហើយប៉ុន្តែពេលនេះនៅដូចជា Sky Bar មួយមិនទេ Coco-Lee បានស្លៀកសម្លៀកបំពាក់ sexy ខ្លាំងមែនតើទៅជួបជាមួយនឹងមនុស្សម្នាក់ហ្នឹងដែលមនុស្សម្នាក់ហ្នឹងគឺជាមេតំបន់មួយដែរហើយពិតមែនដឹងថាមនុស្សហ្នឹងគឺជាមនុស្សដែលចូលចិត្ត sexy អញ្ចឹងទៅ Coco-Lee មកជាមួយនឹងกระดาษ invite ចូលទៅឃើញថាអាប៉ែហ្នឹងកំពុងតែលេងជាមួយនឹងមនុស្សស្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់ដូចជាកូនទន្សាយអញ្ចឹងតើឃើញមនុស្សមកអញ្ចឹងទៅម្នាក់ស្រីហ្នឹងក៏រៀងអៀនដែរហើយអាប៉ែហ្នឹងគេស្ដីឲ្យតែម្ដងថាមិនមករំខានគេអញ្ចឹងតែដល់ពេលមើលទៅឃើញថា Coco-Lee ស្អាតដែរអញ្ចឹងទៅក៏បានដេញឲ្យអ្នកនរគ្នាចេញទៅហើយ Coco-Lee គេមកនេះមិនមែនរៀងឋានៈខ្ពស់ទេគេមកតំណាងឲ្យ Stillwater អញ្ចឹងទៅគេនិយាយគ្នាជាមួយនឹងអាប៉ែហ្នឹងក៏រៀងអត់ចាញ់គេដែរតនិយាយគ្នាមកសន្ទុះទៅនាងនិយាយថាយ៉ាងម៉េចយ៉ាងម៉ាបញ្ញាប់មើលទៅគឺគេចង់ទៅមើលនៅ device មួយហ្នឹងចង់នឹងថាវាមិនយ៉ាងម៉ាអីចឹងទៅរួចមកចាំធ្វើរឿងឯកជនហ្នឹងអ្នកនរគ្នាស្ដាប់ទៅដឹងហើយនាងក៏រៀងបង្ហាញសម្រស់របស់នាងផងដែរអាប៉ែហ្នឹងក៏យល់បញ្ញាទៅណាទៅដល់បង្ហាញ prototype របស់ខ្លួនបើកដូចជាមានកលឹះយន្តផងអីផងចឹងទៅដល់ពេលចូលទៅដល់មែនឃើញតែ prototype ហ្នឹងគឺហាក់ដូចជាមនុស្សអីម្យ៉ាងទេដែលមើលទៅវាអាចថាជា device ដែលលួច ID របស់ Nalo អីគាត់តែឃើញយ៉ាងភ្លាមនាងក៏បានបាញ់កំភ្លើងរបស់នាង Spirit Bullet ហ្នឹងចំអាប៉ែហ្នឹងធ្វើឲ្យគេហ្នឹងដួលនៅកន្លែងហ្នឹងរួចមកក៏ចាប់ផ្ដើមបញ្ញាចាប់យក data ចង់ដឹងថាតើ device មួយហ្នឹងវានឹងបញ្ជូនទៅទីណាតាមដែលគិតគឺអាឧបករណ៍ហ្នឹងនឹងបញ្ជូនទៅទីតាំងដែលជាដែនដីរបស់ត្រកូល Darrow តែគ្រាន់ថានាងចាប់ផ្ដើមបើកមើលចឹងទៅវាគឺគាំងតែម្ដងនាងមានអារម្មណ៍ថាភាំងខ្លាំងមែនទែនសាច់រឿងរបស់យើងក៏បានកាត់មក Lincer វិញហើយពេលនេះ Lincer ក៏ដើរបណ្ដើរនឹងធានណាបានទេប្រាប់គេតែថា Lincer ទៅណាថ្ងៃនេះគឺ Stillwater គេនឹងប្រាប់អំពីព័ត៌មានហ្នឹងហើយគេប្រាប់ថាគេទៅរកមនុស្សម្នាក់ហ
ហើយដល់ពេលនាងសួរថាហៅណាគេប្រាប់ថាគេហៅជំនួយប៉ុន្មានមកជួបនេះគឺជា Thailand ហ្នឹងបាននិយាយជាមួយនឹង Linker ពាក់ព័ន្ធអំពីការជួយ Nalo ហើយនាងនិយាយថាទោះបីជានាងមិនសូវចូលចិត្ត Nalo មែនប៉ុន្តែនោះគឺជាសមាជិក Shadow របស់ពួកគេមិនអាចអនុញ្ញាតឲ្យបាត់បង់អញ្ចឹងបានឡើយរួចមកទៀតហ្នឹង Linker ក៏ប្រាប់ដែរថាត្រូវការមនុស្សជំនួយផ្សេងទៀតនាងក៏សួរថា Dark Feather ហើយនិង Little Yuko មែន Linker ប្រាប់ថាហ្នឹងហើយពួកគេទាំងពីរហ្នឹងក៏ត្រូវចូលរួមជាមួយនឹង operation ហ្នឹងដែររួចមកពួកគេហ្នឹងក៏បានទៅកន្លែងមួយដូចជា concert អញ្ចឹងអ្នកទាំងអស់គ្នាមិន concert ទេគឺជា fashion show ការបង្ហាញម៉ូដបង្ហាញអីអញ្ចឹងណា Linker គេប្រាប់ថា Dark Feather ប្រហែលជានៅកន្លែងហ្នឹងហើយមិនមែនមនុស្សធម្មតាទេគឺជា model ទៀតមែនពេលហ្នឹងឃើញ model ម្នាក់ហ្នឹងគេបង្ហាញម៉ូដមកគឺជា Dark Feather ហ្នឹងឯងមើលទៅលយខ្លាំងមែនតើ fan របស់គេហ្នឹងក៏សរសើរផងដែរអាប៉ែហ្នឹងក៏បានសម្លឹងមកឃើញ Linker ហើយនិង Thailand ហើយ Thailand ដល់ពេលមើលអញ្ចឹងទៅឃើញថាគេមុខរបស់គេមិនខុសពីក្នុងហ្គេមហ្មងទេគ្រាន់តែក្នុងហ្គេមរៀងអត់មាត់ប៉ុន្តែនៅក្រៅគឺជាតារាបដ ாய் ខណៈពេលហ្នឹងដែរក៏មានមនុស្សនៅខាងក្រៅហ្នឹងត្រូវបានអង្គរៈហ្នឹងគេហាមមិនឲ្យចូលទេគេស្រែកថាឲ្យខ្ញុំចូលទៅអាប៉ែនោះគេប្រាប់ថាណាសាអនុវិទ្យាល័យអត់ឲ្យចូលទេគេថាមិត្តភ័ក្តិក្នុងហ្គេមរបស់គេហៅគេមកជួបនៅកន្លែងហ្នឹងឲ្យគេចូលទៅដល់ពេល Linker ឮថាសាអនុវិទ្យាល័យគេសម្លឹងមើលទៅគឺ Little Yuko ហ្នឹងឯងហើយមកบอกគេមើលទៅរៀង cute ម្យ៉ាងដែរតើមកសទូក្រោយមក Stillwater បានតាក់ទងមកកាន់ Linker គេបានប្រាប់ឲ្យថា Coco ពិតជាទទួលបាននៅទិន្នន័យហ្នឹងមែនប៉ុន្តែសម្រាប់ឯកសារហ្នឹងមិនអាចបើកបាននោះទេព្រោះអីភាពសម្ងាត់របស់វាហ្នឹងដល់ថ្នាក់យោធាឯណោះមិនអាចបើកបានឡើយបន្ទាប់មកឃើញថាមានមនុស្សម្នាក់ហ្នឹងបានលើកទូរស័ព្ទរបស់ខ្លួនដោយសារតែ Linker បានតាក់ទងមកគាត់បាននិយាយថាគាត់មិនដែលឃើញថា Linker ហ្នឹងតែមកគាត់នោះទេនោះគឺជាលោកមេតបនឹងឯង Linker គេទេទៅដើម្បីសុំជំនួយដោយសារតែគាត់នឹងធ្វើការខាងយោធាដូចតែដឹងអញ្ចឹងមេតបគឺនៅខាងយោធាអញ្ចឹងគាត់អាចនឹងបើកវាបានមិនស្មានថា Linker គេមានទំនាក់ទំនងជាមួយនឹងខាងយោធានោះទេគាត់តទៅពិនិត្យមើលទៅឃើញថានៅក្នុង file នេះវាមិនអាចទេគឺវាចងដោយទិន្នន័យ level កម្រិតយោធាអញ្ចឹងគាត់ដឹងវាអាចនឹងពាក់ព័ន្ធជាមួយនឹងគ្រួសារធំគាត់សួរថា Linker ហ្នឹងចង់បើកបនណាគេ Linker ប្រាប់ថាគ្រួសារ Dero គាត់ទៅលឺអញ្ចឹងភ្លាមលោកមេតបហ្នឹងឡើងភាំងគាត់ស្ដីឲ្យថាហើយមិនបានទៅលូកលាន់ជាមួយគ្រួសារ Dero ទៅវិញឯងដឹងថាឯងកំពុងតែធ្វើអីទេតែ Linker ហ្នឹងគេថាសុំជួយគេទៅហើយជួយគេបានអត់បើជួយអត់បានទេក៏តាមហ្នឹងតែគាត់ប្រាប់ថាអីទេគាត់អាចជួយបានគាត់ថាល្អហើយដែល Linker ហ្នឹងបានតាក់ទងទៅកាន់គាត់មុនព្រោះអីដែលរ៉ូហ្នឹងបានលូកលាន់មកកាន់យោធាដល់ថ្នាក់ហ្នឹងបានន័យថាមេតបផ្សេងបើសិនជា Linker តាក់ទងទៅដឹងតែ Linker ហ្នឹងជាប់តែម្ដងរួចមកទៀតគាត់សម្រេចថាជួយប៉ុន្តែលើកនេះត្រូវតែប្រយ័ត្នបំផុតកុំឲ្យអត្តសញ្ញាណរបស់ខ្លួនហ្នឹងត្រូវបានពួកគេដឹងឲ្យសោះហើយកុំភ្លេចណាព្រោះអីលើកមុននៅជំពាក់គុណរបស់គាត់ម្ដងនៅឡើយនោះទេ Linker ហ្នឹងក៏ប្រាប់ថាមិនអីនោះទេគេអរគុណហើយគេក៏សុំលារួចមកទៀត Linker ប្រាប់ទៅកាន់គ្នារបស់គេថារួចស្រេចហើយសម្រាប់ទិន្នន័យហ្នឹងនឹងត្រូវបានបើកអ្នកទាំងអស់គ្នាហ្នឹងក៏ចាប់ផ្ដើមរៀបចំចេញពីកន្លែងហ្នឹងទៅប៉ុន្តែ Linker ហ្នឹងគេនិយាយថាកាន់ Yuko ដែរថាកុំឲ្យទៅអីព្រោះអីនៅរៀនហ្នឹងនៅអនុវិទ្យាល័យហ្នឹងតែ Yuko ហ្នឹងគេបញ្ចេញធម៌ពលរបស់គេមកដល់ពេល Linker ឃើញអញ្ចឹងទៅឃើញថាSecret Mountain ហ្នឹងនៅមានប្រសិទ្ធភាពនៅឡើយនោះទេអញ្ចឹងអនុញ្ញាតឲ្យគេទៅបានជាមួយអ្នកទាំងអស់គ្នាហ្នឹងក៏រៀបចំទៅដំបូងឡើយ Kokoli ហ្នឹងគេនិយាយទៅកាន់ Linker ដែរតើមេតបហ្នឹងអាចជឿទុកចិត្តបានអត់ព្រោះអីចូលទៅអាចជាប់ផ្ទះឯងមិនចប់អីទេអីតែ Linker គេប្រាប់ថាអាចទុកចិត្តបានហើយតាមសម្ដីរបស់គាត់ដែលនិយាយមកហ្នឹងគឺពេលនេះត្រូវដឹងហើយថាសត្រូវរបស់ពួកយើងវាខ្លាំងប៉ុណ្ណាពួកយើងអាចជាមួយនឹងសត្រូវពិភពលោកក៏ថាបានដែរហើយពិតមែនឃើញថាមេតបហ្នឹងបានបញ្ជូនសារទៅកាន់ Linker ហើយ Linker ហ្នឹងបានបើកមើលទៅឃើញថាវានៅកោះមួយដែលកោះហ្នឹងពោពេញទៅដោយសមុទ្រពួកគេហ្នឹងឮថាកោះហ្នឹងត្រូវបានគ្រួសារអ្នកមានមួយទិញដែរប៉ុន្តែមិននឹកស្មានថាគឺជាគ្រួសារ Dero នោះទេចំណែក Linker វិញឃើញថាដោយសារតែកោះអញ្ចឹងគេមិនដឹងថាវិធីធ្វើដំណើរហ្នឹងទៅបែបណាឡើយតែ Kokoli ហ្នឹងគេប្រាប់ថាអីទេ Stillwater អាចជួយបានប៉ុន្មានពេលនេះគឺជិះយន្តហោះស៊េរីថ្មីរបស់ពួកគេហ្មង Linker គេសួរថាជុំមានដល់ថ្នាក់ហ្នឹងហើយពេលហ្នឹងគេប្រាប់ថាអត់អីទេនេះគឺជាយន្តហោះឯកជនរបស់គេដែលក្រុមហ៊ុនរបស់គេហ្នឹងធ្វើការជាមួយនឹងក្រុមហ៊ុនផ្សេងទៀតនិយាយទៅគេដាក់ទុនដាក់អីដែរ
ហើយ model នេះ model ស៊េរីថ្មីបំផុតអីយ៉ាងវាអត់មានព័ត៌មានណាលេចលឺឡើយអ្នកទាំងអស់គ្នាហ្នឹងក៏សម្រេចជិះទៅប៉ុន្តែមុនជិះក៏ចាប់ផ្ដើមស្លៀកសម្លៀកបំពាក់ដែរមើលទៅការសម្លៀកបំពាក់ហ្នឹងដូចជា technology អែមខ្លាំងមែនតើហើយមិនថាប្រុសមិនថាស្រីទេសម្លៀកបំពាក់មកស្រដៀងគ្នាបំរុងនឹងឡើងទៅហើយ Lincer ហ្នឹងក៏ទទួលបានសារមួយដែរពេលនេះពេលដែលពួកគេធ្វើដំណើរទៅហ្នឹងនៅកន្លែងកោះហ្នឹងក៏ឃើញថាមានអ្នកយាមហ្នឹងមើលឃើញមានយន្តហោះជិះកាន់អីអញ្ចឹងក៏មេរបស់គេហ្នឹងបញ្ជាឲ្យបាញ់ទៅយន្តហោះហ្នឹងទៅបាញ់ទៅធ្លាក់មែនយន្តហោះរបស់ Lincer អីហ្នឹងតែដល់ពេលធ្លាក់ទៅក៏មាន Submarine ចុះមកផងដែរគឺអាទូកលឹបក្នុងសមុទ្រម្នាក់ក៏រៀងអរគុណដែរដែល Lincer ទទួលបានព័ត៌មានមកមុននោះគឺលោកមេតបនឹងបានប្រាប់ទៅកាន់ Lincer មុនហើយថាបើសិនជាធ្វើដំណើរទៅត្រូវប្រុងប្រយ័ត្នព្រោះអីនៅក្នុងកោះហ្នឹងមានប្រព័ន្ធការពារតែមិនស្រួលហ្នឹងបាញ់ធ្លាក់ផងហើយចំណែកឯអាប៉ែនោះវិញគេថាមិនអីនោះទេព្រោះអីនៅក្នុងយន្តហោះរបស់គេមានមុខងារតម្លាក់ជាទូកលឹបសមុទ្រនឹងឯងហើយឥឡូវហ្នឹងពិតមែនពួកគេពិតជាមានសុវត្ថិភាពហើយមកសទូក្រោយមកហ្នឹង Lincer ក៏បានជិះសេះរបស់គេហ្នឹងទៅនិយាយទៅគេថាអត់អីទេនៅម្ដុំហ្នឹងបានគ្នារបស់គេចំណាយខ្លាំងមែនតើព្រោះអីសត្វរបស់ Lincer គេយកចេញមកស្រួលៗប៉ុន្តែពួកគេដល់ពេលចាប់ផ្ដើមជប់សត្វចេញមកជួបអត់បានសោះ Lincer គេប្រាប់ថាគឺដោយសារតែ awakening rate របស់គេហ្នឹងវារៀង special ជាងអ្នកអតីតអីចឹងទៅហើយ Lincer ក៏សួរទៅកាន់អាប៉ែ Stillwater ហ្នឹងដែរថាយន្តហោះហ្នឹងអត់អីណាអីព្រោះអីវា model ថ្មីអាប៉ែនោះគេប្រាប់ថាមិនអីទេគ្រាន់តែវិធីសាស្ត្រក្នុងការធ្វើដំណើរតែប៉ុណ្ណោះមើលទៅអ្នកមានពិតជាអស្ចារ្យអញ្ចឹងមែនរួចមកទៀត Lincer ហ្នឹងក៏ទទួលបានព័ត៌មានមកថែមទៀតដែរថានៅកន្លែងហ្នឹងគឺរៀបចំធ្វើជាការជប់លៀងនៃត្រកូលដែលរោហ្នឹងតែម្ដងពួកគេក៏មិនដឹងថាធ្វើមិនដែរតែមួយសន្ទុះក្រោយមកហ្នឹងមានព័ត៌មានមកថែមទៀតគឺថាពួកគេអាចបន្លំខ្លួនធ្វើជាក្រុមភ្លេងបានពេលនេះពិតមែនពួកគេនឹងបានធ្វើដំណើរចូលមកឲ្យក្រុមភ្លេងរបស់ពួកគេហ្នឹងហើយអ្នកដែលកត់ឈ្មោះហ្នឹងគេក៏ពិនិត្យមើលផងដែរមែនតើទៅ Lincer គេទទួលបានហ្នឹងមកពីលោកមេតបហ្នឹងគាត់ជួយប្រាប់ផងអីទេហើយបើម្នាក់កត់ឈ្មោះហ្នឹងមើលទៅក៏រៀងចម្លែកដែរថាក្រុមភ្លេងហ្នឹងគេឃើញពីមុនដូចជាមិនស្អាតអញ្ចឹងទេមិនលើកនេះក៏ស្អាតម្ល៉េះនិយាយទៅមុននឹងបន្លំចូលមកហ្នឹង Lincer ក៏សួររបស់គ្នារបស់គេដែរណាថាណាគេចេះលេងភ្លេងអីអញ្ចឹងទៅ Lincer ក៏ប្រាប់ថាឲ្យនៅចាំហ្នឹងអីគេនឹងចាប់ដើមទៅសវេមើលតើណាឡូនៅកន្លែងណាអីចឹងទៅចាប់ដើមសវេមើលហើយនៅក្នុងវិមានហ្នឹងធំខ្លាំងមែនតែនតាមដែលព័ត៌មានបានមកហ្នឹងគឺវិមានត្រកូល Dero ហ្នឹងនៅកណ្ដាលអញ្ចឹងប្រហែលជាណាឡូហ្នឹងនៅម្ដុំហ្នឹងគេចាប់ដើមទៅវិញទៅមកនៅកន្លែងហ្នឹងតែក៏គេបានបើកការបំបាំងកាយរបស់គេដែរគឺបំបាំងកាយគុណនឹង2ជាមួយនឹងធម្មពលរបស់គេហ្នឹងសម្លឹងមើលកន្លែងខ្លះហ្នឹងក៏ជាពួក performance ជាអ្នកលេងសៀកលេងអីអញ្ចឹងទៅកន្លែងខ្លះទៀតគឺជាកន្លែងចក្រានបាយបើជាន់ទី2វិញបន្ទប់ភ្ញៀវលេងសើចេះតែទៅហ្មងបន្ទាប់មកទៀតក៏ឃើញកន្លែងមួយហ្នឹងពោពេញទៅដោយអ្នកយាមឆ្ងល់ថាអញមិនមានអ្នកយាមច្រើនម៉េះហើយកន្លែងហ្នឹងផងដែរពួកគេហ្នឹងក៏បាននិយាយគ្នាគឺមាន butler ម្នាក់ឈ្មោះថា Charles គេបានប្រាប់ថាពេលនេះលោកម្ចាស់ក៏គាត់ចូលរួមជាមួយនៅពិធីនឹងដែរអញ្ចឹងហើយសម្រាប់សុវត្ថិភាពត្រូវឲ្យបានតឹងតែងពួកគេម្នាក់ៗក៏យល់ព្រមចំណែកឯ Lincer វិញក៏ថាប្រហែលជាឪពុករបស់ណាឡូហើយបើឆាលនឹងវិញក៏សម្លឹងមើលទៅកាន់កន្លែង Lincer លាក់មានអារម្មណ៍ថាដូចជាចម្លែកចិត្តមិនទេគេក៏បានប្រាប់ឲ្យកូនចៅរបស់គេពិនិត្យមើលទៅក្រៅពី VIP មើលទាំងអស់តើក្រុមនរណាបានបាត់សមាជិកខ្លះពេលនេះពួកគេហ្នឹងក៏បានមកឆែកមើលឃើញថាដូចជាបាត់សមាជិកម្នាក់ខាងគ្នា Lincer នេះប៉ុន្តែ Lincer នេះគេបានចុះមកគេនិយាយថាគេទៅនឹងដើម្បីសេរីហ្គីតារបស់គេតែប៉ុណ្ណោះតើឃើញថាសេរីហ្គីតាបានគាត់មកអញ្ចឹងហើយគេនិយាយថាឲ្យតែសេរីហ្គីតាឥឡូវនេះខ្ញុំនឹងរៀបចំឲ្យពួកអ្នក perform មុនគេអញ្ចឹងសូមអញ្ជើញឡើងទៅលើឆាកគ្រាន់តែក្រុម play របស់ពួកគេឡើងលើឆាកភ្លាមទស្សនិកជនម្នាក់ៗហ្នឹងក៏បានសរសើរថាពួកគេពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយពួកគេហ្នឹងក៏ចាប់ផ្ដើមលេងភ្លេងទៅនិយាយទៅការលេងភ្លេងរបស់ពួកគេហ្នឹងម្នាក់ៗហាក់ដូចជាស្ទាត់ជំនាញណាស់សម្រាប់លេងសិចក៏លេងហ្គីតាអាប៉ែ Dark Feather ហ្នឹងក៏លេងហ្គីតាផងដែរហើយបើនិយាយអំពី Tylee វិញគេជាអ្នកច្រៀង Ryuko គឺជាអ្នកលេង score ដាក់ទូងពេញនឹងអីចឹងទៅក៏លេងទៅកាន់មុននឹងវិញគឺពួកគេនឹងបានសួរគ្នាណាគេចេះលេងភ្លេងអីគេខ្លះចេះលេងឧបករណ៍អីគេខ្លះចឹងទៅតែម្នាក់ហាក់ដូចជាអត់ចេះសោះមានតែ Tylee មួយទេដែលគេចេះច្រៀងនោះចេះច្រៀងនោះដោយសារអីគេចូលចិត្តទៅ KTV ដល់ពេលចឹងទៅរៀងជីដែរហ្នឹងណា Lincer មានអារម្មណ៍ថាអញ្ចឹងមិនដឹងធ្វើមិនទេប៉ុន្តែអាប៉ែនោះគេនិយាយថាកុំភ័យអី Stillwater ទៀតហើយកុំភ័យហ្នឹងក៏ដោយសារតែសម្រាប់សម្លៀកបំពាក់
ឬក៏ឈុតដែលពួកគេបានពាក់ហ្នឹងមាននៅ feature ពិសេសស្ដាប់ទៅស្តៀង nano machine អ្នកទាំងអស់គ្នាអូខេយើងបន្តទៅកាន់សាររបស់យើងបន្តទៀតឈុតពិសេសហ្នឹងគឺដោយសារតែពេលដែលប្រើទៅអនុញ្ញាតឲ្យពួកគេហ្នឹងមានការស្វមក្នុងការលេងឧបករណ៍អ្វីមួយយ៉ាងបានលឿនខ្លាំងមែនតើវាមាន option ទៅតាមហ្នឹងដូចជាការលេងហ្គីតាលេង piano លេងអីអញ្ចឹងទៅច្រើនខ្លាំងណាស់ពាក់ព័ន្ធអំពីការ simulate ការងារហើយដល់ពេលគេនិយាយឲ្យអស់ហើយ Linser ហ្នឹងគេសរសើរថា Stillwater ហ្នឹងបកកែមែនគេគឺជាអ្នកវិទ្យាសាស្ត្រក៏មិនតែ Stillwater ហ្នឹងគេថានេះក៏ជាក្រុមហ៊ុនដែលគេដាក់ទុនជាមួយដែរអញ្ចឹងទៅតែបើថាពួកគេផ្សេងនេះมันអាចទៅបាននោះទេព្រោះអីពួកគេជាអ្នកធំដែរបើខាងក្នុងហ្នឹងមើលទៅស្គាល់ពួកគេមិនចប់អីទេអីអញ្ចឹងអនុញ្ញាតឲ្យតែ4នាក់ខាង Shadow ទៅតែប៉ុណ្ណោះ